មនុស្សស្រីហឹងមាំពិតណាស់គឺពិតជាហត់នឿយខ្លាំងមែនតើហត់នឿយក្នុងការដើរតួនាទីជាមនុស្សរឹងមាំហត់នឿយនៅក្នុងការប្រឈមមុខជាមួយនឹងបញ្ហាដោយមិនអាចនិយាយប្រាប់អ្នកណាបានអ្វីដែលហត់នឿយខ្លាំងបំផុតនៅពេលដែលខ្លួនឯងហត់នឿយអត់មានសិទ្ធិបញ្ចេញនៅភាពហត់នឿយដែលខ្លួនឯងកំពុងតែមានមិនមែនគ្រប់មនុស្សស្រីដែលរឹងមាំពួកគាត់មិនចង់បានភាពកក់ក្ដៅពីមនុស្សជុំវិញខ្លួនទេប៉ុន្តែគាត់អត់ចេះនិយាយអត់ចេះបកស្រាយអត់ចេះបង្ហាញពីភាពទន់ជ្រាយដែលគាត់កំពុងតែមានជាមនុស្សមិនថារឹងមាំប៉ុណ្ណាក៏ដោយបាត់ជាមានពេលហត់នឿយហើយមនុស្សរឹងមាំនឹងឯងនៅពេលដែលហត់នឿយម្ដងគឺពិបាកជាងមនុស្សធម្មតាឆ្ងាយពេលខ្លះគាត់សម្ងំដោះស្រាយបញ្ហាដែលគាត់តានតឹងក្នុងចិត្តតែម្នាក់ឯងរហូតដល់មនុស្សជុំវិញខ្លួនអត់ដឹងថាគាត់ជួបបញ្ហាអីខ្លះទេបើសិនជាអាចចង់ឲ្យអ្នកទាំងអស់គ្នាយល់ពីមនុស្សរឹងមាំអីបានច្រើនបើទោះបីជាគាត់អត់បង្ហាញពីភាពទន់ជ្រាយពីខាងក្នុងប៉ុន្តែពិតថាគាត់ជាមនុស្សគាត់មានការឈឺចាប់គាត់មានការហត់នឿយគាត់ត្រូវការលួងលោមពាក្យសម្ដីល្អៗដូចជាមនុស្សទូទៅអញ្ចឹង